សួស្តីអ្នកនរគ្នាខ្ញុំរុស្ស៊ីកាមីថ្ងៃនេះខ្ញុំមានសាច់រឿងមកបន្តទៀតដែរខ្ញុំមានចំណងជើងថាខ្ញុំស្រឡាញ់អ្នកយូហើយភាគ9អញ្ចឹងមុនចូលដល់សាច់រឿងរបស់យើងក៏ភ្លេចចុច Subscribe និងសញ្ញាកណ្ដឹងឲ្យអបលីម្នាក់មួយផងណាចាមានអីច្រើនទៀតជួយរឿងយើងទៅអស់គ្នាទៅណាសាច់រឿងរបស់យើងបានបន្តពីភាគមុននៅពេល Justin របស់យើងដល់ចូលក្នុងសាលាកាន់ផ្កាមេបាច់អីចឹងទៅនៅឃើញពេលហ្នឹងមានសិស្សស្រីម្នាក់បានមកសួរ Justin របស់យើងសិស្សស្រីម្នាក់ហ្នឹងគេអត់ទាន់បង្ហាញឈ្មោះទេអញ្ចឹងខ្ញុំសូមហៅថាចែសក់ខ្លីឯណោះចែសក់ខ្លីរបស់យើងក៏ឃើញអញ្ចឹងក៏រៀងឆ្ងល់ដែរក៏បាននិយាយទៅកាន់តួប្រុសរបស់យើងទៅថ្នាក់របស់នេះកំពុងផ្ដល់ផ្កាកុលាបឲ្យគ្នាមែនទេសម្រាប់ថ្ងៃគ្រូបង្រៀននេះតើអ្នកចង់យកពួកវាទៅណាយកទៅការិយាល័យមែនទេ Justin មកយើងក៏បានប្រាប់ទៅវិញទៅខ្ញុំគ្រាន់តែចង់បង្កើតកម្មវិធីមួយប៉ុណ្ណោះខ្ញុំទិញពួកវាមកដើម្បីបង្កើតឱកាសមួយខ្ញុំទិញផ្កាកុលាបនេះមកព្រោះថាខ្ញុំចង់ធ្វើអ្វីមួយទៅកាន់មនុស្សម្នាក់ចែសក់ខ្លីរបស់យើងក៏បានតបទៅវិញទៅគាត់ថាចាប់បើសិនជាឲ្យគេហើយគេមិនព្រមនោះគ្រាន់តែសួរប្រធានថ្នាក់ឲ្យប្រធានថ្នាក់ធ្វើឲ្យទៅបានហើយនោះគឺជាការងាររបស់គាត់មិនមែនទេអី Justin មកយើងក៏បានតបទៅវិញទៅពិតមែនហើយខណៈពេលហ្នឹងចែសក់ខ្លីរបស់យើងក៏បានប្រាប់ទៅ Justin ទៅគាត់នៅទីនោះតា Justin របស់យើងក៏បានតបទៅវិញទៅអញ្ចឹងខ្ញុំនឹងទៅរកគាត់ឥឡូវនេះខណៈពេលហ្នឹងអៀនរបស់យើងក៏បានកលេចឃើញ Justin របស់យើងរត់មករកគាត់ហើយគាត់ក៏បាននិយាយថាអត់ទេកុំធ្វើបែបនេះដាក់ខ្ញុំសុំទោសផងអ្នកនរគ្នាកន្លែងមានហ្នឹងដូចថាលៀងខ្លាំងដែរអញ្ចឹងរៀងសម្រាប់ទៅរៀងលឺសម្លេងរំខានតិចឯណាក៏ប្រកែកប្រកាន់អីមានអីអញ្ចឹងជួយសេរីនេះតសេរីរឿងរបស់យើងក៏បានបន្តពីអៀនរបស់យើងដល់មកចូលថ្នាក់អីអញ្ចឹងទៅសេរីរឿងរបស់យើងក៏បានបន្តពីអៀនរបស់យើងមកដល់ចូលថ្នាក់អីអញ្ចឹងទៅក៏បានឃើញស្រីស្រីម្នាក់ឈរនៅមាត់ទ្វារសាលាក៏បានសង្ស័យអ្នកនឹងមានអីឆ្ងាយទេគឺរ៉រ៉ែនរបស់យើងនឹងអាចអៀនរបស់យើងក៏ឃើញប៉ុណ្ណឹងឆ្ងល់បដ រ៉រ៉ែនរបស់យើងមានការសង្ស័យអីតិចតួចទៅមើលទៅរ៉រ៉ែននៅចម្លែកដល់ហើយអត់ដឹងមានអត្តកបាំងអីក្រោយខ្នងអៀនរបស់យើងទេអៀនរបស់យើងក៏បានសួរទៅសិស្សថ្នាក់ទី2តើអ្នកមានអ្វីឲ្យខ្ញុំជួយអត់ព្រោះថាអៀនរបស់យើងគឺជាប្រធានថ្នាក់អញ្ចឹងឯងគេត្រូវការហៅសិស្សសាលាបែបអញ្ចឹងអីចឹងទៅអេដមីនក៏មិនសូវយល់ដែរព្រោះថាគេហៅចឹងរ៉ែនរបស់យើងក៏បានឆ្លើយតបវិញទៅខ្ញុំកំពុងរកអ្នកណាម្នាក់អៀនរបស់យើងក៏បានឆ្លើយប្រាប់វិញទៅមកម្ដងទៀតប្រហែល2នាទីមេរៀនតន្ត្រីរបស់យើងនឹងបញ្ចប់ហើយណារ៉ែនរបស់យើងក៏បានរត់ចេញទៅក៏បាននិយាយថាអរគុណហើយឆានសាច់រឿងរបស់យើងក៏បានកាត់ចប់ទៅនឹងដែរអេដមីនធ្វើទៅតទៀតអត់កើតទេព្រោះថាមេឃភ្លៀងខ្លាំងហើយវាពិបាកស្ដាប់អីចឹងទៅអញ្ចឹងចាំជួបស្នានៅភាគក្រោយណាបាយបាយអរគុណ